តើគៀបវិយាកណើតនេះបិទទៅវាមានប្រសិទ្ធភាពដែរឬទេបងដឹងហើយថាតាក់ទងជាមួយនឹងវិធីវិយាកណើតគឺមានច្រើនមិនថាការលាបថ្នាំគ្រាប់វិយាកណើតការចាក់ថ្នាំវិយាកណើតឬក៏ការដាក់កងក្រោមស្បែកឬក៏កងនៅក្នុងស្បូនដើម្បីវិយាកណើតទេគឺសុទ្ធតែជាជម្រើសដែលបងអាចជ្រើសរើសបានដើម្បីវិយាកណើតដើម្បីកុំឲ្យមានកូនប៉ុន្តែបងត្រូវដឹងថាស្ត្រីបច្ចុប្បន្ននេះគឺឥឡូវនេះគាត់មានភាពវៃឆ្លាតច្រើនហើយគាត់ក៏ត្រូវការអ្វីដែលងាយស្រួលដែរហើយក៏ការពារគាត់បានដូចគ្នាអញ្ចឹងស្ត្រីបច្ចុប្បន្ននេះគឺគាត់ជ្រើសរើសយកពិធីពជាកណើតដោយការប្រើកាអៀកបិទពជាកណើតអញ្ចឹងបងប្រកាសជាចង់ដឹងថាតើការបិទកាអៀកពជាកណើតនេះវាមានប្រសិទ្ធភាពដូចនឹងការប្រើថ្នាំគ្រាប់ការចាក់ថ្នាំពជាកណើតឬក៏ការដាក់កងនៅក្នុងស្បូឬក៏នៅក្រោមស្បែកដែរឬទេអញ្ចឹងតើតងជាមួយនឹងបន្ទះបិទស្បែកឬក៏កាអៀកពជាកណើតនេះគឺជាមធ្យោបាយពជាកណើតមួយរយៈពេលខ្លីដែលជួយការពារស្ត្រីពីការមានផ្ទៃពោះនិងអាចវិលត្រឡប់មកមានផ្ទៃពោះវិញនៅពេលដែលស្ត្រីគាត់ឈប់ប្រើហើយតកតងជាមួយនឹងការប្រើកិរិយាបជាកណើតនេះគឺយើងត្រូវចាប់ផ្ដើមបិទនៅថ្ងៃទី1នៃវ័នរដូវមានន័យថាបិទពីពេលដែលយើងកំពុងតែមករដូវចន្លោះពីថ្ងៃ1ហ្នឹងដល់ថ្ងៃ5គឺអាចប្រើបានហើយមួយបន្ទះហ្នឹងគឺប្រើបានមួយសប្ដាហ៍ប្រើថ្ងៃតែមួយហើយសម្រាប់សប្ដាហ៍ផ្សេងទៀតគឺប្រើបន្ទះមួយទៀតអញ្ចឹងនៅក្នុងមួយប្រអប់ហ្នឹងគឺមាន3បន្ទះក្នុងមួយបន្ទះគឺប្រើបានតែមួយសប្ដាហ៍ទេហើយបើតកតងជាមួយនឹងការបិទវិញមានន័យថាសប្ដាហ៍ទី1យើងបិទកន្លែងនេះសប្ដាហ៍ទី2យើងបិទកន្លែងផ្សេងមួយទៀតហើយសប្ដាហ៍ទី3គឺយើងបិទកន្លែងផ្សេងមួយទៀតប្រសិទ្ធភាពដូចនឹងការលាបថ្នាំគ្រាប់ដែរ